រុស្ស៊ីបាក់ទ័ពយ៉ាងអាម៉ាស់បំផុតនៅពេលនេះនៅតំបន់អូក្រុសនៅផ្នែកមួយនៃខេត្តដូណេកក្នុងតំបន់ដុនបាសបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអេរ៉ូម៉ាន់ដានស្ប្រេសចុះផ្សាយថាសង្គ្រាមរបស់រុស្ស៊ីដែលវាយលុកចង់កាន់កាប់ទីក្រុងអូក្រុសរហូតដល់បង្កើនចំនួនទ័ពដល់ទៅ 15,000 នាក់នៅពេលនេះនៅក្នុងរដូវត្រជាក់នេះកងទ័ពរុស្ស៊ីកំពុងស្ថិតនៅក្នុងស្ថានភាពរត់ចោលទីតាំងឈរជើងរបស់ខ្លួនយ៉ាងអាម៉ាស់ដែលយ៉ាងហោចដាក់គេដឹងថារថក្រោះរថពាតដែករបស់រុស្ស៊ីដែលជ្រុលចូលតំបន់មួយចំនួននៅទីក្រុងអូក្រុសហើយរើខ្លួនមិនរួចបើករត់ទៅវិញក៏មិនរួចដោយសារតែការធ្លាក់ព្រិលយ៉ាងក្រាស់បំផុតនោះហើយត្រូវបានដ្រូនរបស់អ៊ុយក្រែនហោះបាញ់កំទេចឆេះយ៉ាងសន្ធោសន្ធៅរថក្រោះរថពាតដែករថយន្តដឹកយោធាឆេះនៅតំបន់មួយចំនួននៅទីក្រុងអូក្រុសរយៈពេលប្រមាណថ្ងៃចុងក្រោយនេះព្រិលធ្លាក់យ៉ាងសម្បើមក្រាស់ខ្មឹកនៅពីពេញសមរភូមិនៅតំបន់ដុនបាសដែលបង្កផលវិបាកយ៉ាងខ្លាំងដល់កងទ័ពរុស្ស៊ីដែលធ្វើការវាយលុកចូលទៅទីតាំងរបស់កងទ័ពអ៊ុយក្រែនហើយដាក់ផែនការចាប់យកទីក្រុងអូក្រុសជាថ្មីម្ដងទៀតត្រូវប្រជាសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉ូម៉ាន់ដានស្ប្រេសចុះផ្សាយកាលពីថ្ងៃទី17 មករានេះបានដឹងថាក្រៅពីទាហានរបស់រុស្ស៊ីដកខ្លួនយ៉ាងលំបាកបំផុតជាមួយនឹងការដែលប្រតិបត្តិការដ្រូនរបស់អ៊ុយក្រែនវាយបកយ៉ាងខ្លាំងកងកំភ្លើងធំរបស់អ៊ុយក្រែនបាញ់ស្រូចនៅពីនោះរថក្រោះរថពាតដែករបស់រុស្ស៊ីរើមិនរួចដោយសារតែទឹកកកធ្លាក់យ៉ាងក្រាស់បានបង្កឲ្យរងការខូចខាតយ៉ាងខ្លាំងជាមួយនឹងការបាញ់ដោយដ្រូនរបស់អ៊ុយក្រែននិងកំភ្លើងធំរបស់អ៊ុយក្រែនបាញ់កំទេចរថក្រោះរថពាតដែកទាំងនោះជាមួយគ្នានោះទ័ពថ្មើរជើងដែលអមរថក្រោះរបស់រុស្ស៊ីរាប់រយគ្រឿងនោះពួកគេត្រឡប់ទៅក្រៅវិញក៏យ៉ាងលំបាកបំផុតត្រូវបានកងទ័ពអ៊ុយក្រែនវាយឆ្មក់និងផ្ដាច់ទីតាំងមួយចំនួនសេចក្តីរាយការណ៍របស់អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនអាដាមសេនេលេងសង់ស៊ីស្គីអះអាងថាចំនួនទ័ពរបស់រុស្ស៊ីដែលវាយសម្រុកចាប់យកទីក្រុងអូក្រុសមិនតិចជាង 10,000 នាក់នោះទេដែលចូលមកគៀកនឹងទីក្រុងអូក្រុសរយៈពេលប្រមាណថ្ងៃមុខនេះប៉ុន្តែត្រូវបានចុកគាំងហើយពួកគេបានដកយ៉ាងលឿនត្រឡប់ទៅក្រោយវិញតែយ៉ាងណាដំស្ដីលេងសង់ស៊ីស្គីអះអាងថាក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះនៅពេលដែលរដូវត្រជាក់ព្រិលទឹកកកធ្លាក់យ៉ាងខ្លាំងនោះកងទ័ពរុស្ស៊ីបាត់បង់ភាពកម្ដៅរបស់ខ្លួនបានស្វែងរកទីជម្រកតែនៅតែត្រូវបានតាមបាញ់ដោយដ្រូនរបស់អ៊ុយក្រែននិងការវាយប្រហារដោយកងកម្លាំងកងទ័ពរុស្ស៊ីជិត 13,945 នាក់បានបាត់បង់នៅក្នុងនោះ8,400 នាក់ត្រូវបានសម្លាប់និងរបួស 5,400 នាក់ចាប់ខ្លួន 124 នាក់នៅពេលដែលភាគច្រើនរាប់ម៉ឺននាក់បានរត់ត្រឡប់ទៅក្រោយវិញរុស្ស៊ីដាក់ផែនការវាយយកឲ្យបានទីក្រុងអូក្រុសតាំងពីខែសីហាឆ្នាំ 2025 ដោយលើកទ័ព 15,000 នាក់ត្រឹមតែតំបន់អូក្រុសមួយគឺទ័ព 10,000 នាក់ជាងចំណែកឯទ័ព 50,000 នាក់ទៀតរុស្ស៊ីដាក់ពង្រាយក្រៅពីតំបន់អូក្រុសអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនដាមសេនេលេងសង់ស៊ីស្គីអះអាងថាលោកបានទៅត្រួតពិនិត្យផ្ទាល់កាលពីថ្មីៗនេះចូលទៅតំបន់ទីក្រុងអូក្រុសពិនិត្យមើលផ្ទាល់អំពីការរត់ចោលសមរភូមិរបស់កងទ័ពរុស្ស៊ីដែលរត់ចោលរថក្រោះរថពាតដែករបស់ខ្លួនហើយរថក្រោះរថពាតដែកទាំងនោះក៏ត្រូវបានកំទេចដោយដ្រូនរបស់កងកម្លាំងដ្រូនពិសេសនៃកងទ័ពអ៊ុយក្រែនលោកឡាឌីមីពូទីនបានដាក់ផែនការថាចាប់យកឲ្យបានទីក្រុងអូក្រុសពីដៃរបស់កងទ័ពអ៊ុយក្រែនយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ 2025 តែនៅពេលនេះលោកអាដាមសេនេលេងសង់ស៊ីស្គីមេបញ្ជាការកងទ័ពអ៊ុយក្រែនបានឲ្យដឹងថារុស្ស៊ីបរាជ័យយ៉ាងអាម៉ាស់បំផុតទ័ពរបស់រុស្ស៊ីរាប់ពាន់នាក់ស្លាប់ដោយមិនបាច់ត្រូវក្របកំភ្លើងរបស់អ៊ុយក្រែនទីស្លាប់ដោយសារតែមិនអាចស៊ូទ្រាំនឹងភាពត្រជាក់ក្រមសូនទឹកកកយ៉ាងក្រាស់ខ្មឹកទីបំផុតពួកគេរត់ទាំងមិនមានអាហារទទួលទានគ្រប់គ្រាន់ផងនោះគ្មានកម្ដៅនោះពួកគេស្លាប់យ៉ាងងាយបំផុតនៅគណៈដែរកងវាយឆ្មក់របស់អ៊ុយក្រែនទៅដល់គឺកំទេចតែម្ដងលោកអាដាមសេនីលេងសង់ស៊ីស្គីអះអាងថានិយាយទៅទីក្រុងអូក្រុសនេះរុស្ស៊ីព្យាយាមកាន់កាប់ពីដៃរបស់កងទ័ពអ៊ុយក្រែន3ឆ្នាំមកហើយដោយលើកទ័ពរាប់ម៉ឺននាក់
ម្ដងដើម្បីចាប់យកទីក្រុងដ៏សំខាន់មួយនេះចុងក្រោយលេហ្សង់ស៊ីស្គីអាងថាទ័ពរបស់រុស្ស៊ីបន្តិចជាង 15,000 នាក់ទេដែលដាក់ផែនការចាប់យកទីក្រុងប៉ូក្រូសនិងទីក្រុងមួយចំនួននៅជុំវិញទីក្រុងប៉ូក្រូសបណ្ដាពេលនេះអាដាមសេនេលេហ្សង់ស៊ីស្គីអាងថាទ័ពរបស់រុស្ស៊ីទាំង 15,000 នាក់នោះធ្លាក់នៅក្នុងប្រជាទាំងស្រុងហើយទីក្រុងប៉ូក្រូសនៅតែស្ថិតនៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែនបន្ថែមលើនេះអ៊ុយក្រែនបានដឹងថាទីក្រុងមួយចំនួនទៀតនៅតំបន់ដូណេកដែលបំរុងធ្លាក់នៅក្នុងដៃរបស់រុស្ស៊ីក្នុងរដូវត្រជាក់នេះនៅពេលនេះក៏រុស្ស៊ីបោះបង់ចោលទីតាំងឈរជើងរបស់ខ្លួនដោយមិនអាចស៊ូទ្រាំជាមួយនឹងភាពត្រជាក់ការធ្លាក់ព្រើយ៉ាងខ្លាំងនោះទេយោងតាមសារព័ត៌មានអេរ៉ូម៉ាន់ដានស្ពេចចុះផ្សាយថាកម្លាំងអង្គភាពរបស់កងទ័ពអ៊ុយក្រែនគឺកងទ័ពដ្រូនបានបើកប្រតិបត្តិការ 5 ថ្ងៃចុងក្រោយនេះនៅពេលដែលកងទ័ពរុស្ស៊ីកំពុងផុងខ្លួននឹងការរុលចូលមិនរួចតំបន់ជាប់នឹងទីក្រុងប៉ូក្រូសដោយសារតែព្រើលទឹកកកធ្លាក់ខាងពេកនេះវាជាការផ្ដល់អំណោយផលយ៉ាងខ្លាំងដល់កងប្រតិបត្តិការរុលច្រានចោលរុស្ស៊ីជាមួយនឹងកម្លាំងប្រតិបត្តិការវិឆ្មក់របស់កងអន្តរជាតិពិសេសរបស់កងទ័ពអ៊ុយក្រែនបើយោងតាមម្ដងស្នេហ៍លេហ្សង់ស៊ីស្គីដឹងថាសាកសពទាហានរបស់រុស្ស៊ីរាប់ពាន់នាក់កប់នៅក្នុងគំនរព្រើលទឹកកកហើយនៅពេលជាមួយគ្រីតនេះមានសាកសពទាហានរុស្ស៊ីស្លាប់នៅក្នុងរថពាដែករថក្រោះរបស់ខ្លួនទៀតផងដោយសារតែពួកគេមិនអាចបើករថក្រោះត្រឡប់ថយក្រោយវិញដោយសារតែព្រើលធ្លាក់ខ្លាំងពេកគឺជាប់ផុងនៅទីនោះយ៉ាងណាអាដាមសេនេលេហ្សង់ស៊ីស្គីនៅតែដាក់ការបារម្ភថានៅរដូវក្តៅខាងមុខនេះរុស្ស៊ីអាចនឹងប្រតិបត្តិការទ្រង់ទ្រាយធំវាយលើទឹកដីរបស់អ៊ុយក្រែនទីក្រុងប៉ូក្រូសម្ដងទៀតដែលជាការដែលរុស្ស៊ីដាក់ផែនការចាប់យកទីក្រុងនេះម្ដងទៀតពីដៃរបស់កងទ័ពអ៊ុយក្រែនប៉ុន្តែលេហ្សង់ស៊ីស្គីនៅតែបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានរៀបរយហើយដើម្បីការពារទីតាំងដ៏រឹងមាំរបស់ខ្លួនមួយនេះសូមជម្រាបថាសង្គ្រាមរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែនមកដល់ពេលនេះវាចូលដល់ជិត 4 ឆ្នាំហើយនៅសល់តែប្រមាណថ្ងៃទៀតវាដល់ខួប 4 ឆ្នាំដែលរុស្ស៊ីលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី 22 កុម្ភៈឆ្នាំ 2022 សង្គ្រាមដល់ពេលនេះបើយោងតាមសេនាធិការកងទ័ពអ៊ុយក្រែនបានដឹងថារុស្ស៊ីបាត់បង់ទ័ពហក់ឡើងជាង 1,20,000 នាក់ហើយដែលក្នុងនោះរុស្ស៊ីអាចស្លាប់ទ័ពពី 65,000 នាក់ឡើងទៅក្រៅពីនោះគឺទ័ពរងរបួសយ៉ាងណាអ៊ុយក្រែនមិនបានបញ្ជាក់អំពីកងទ័ពរបស់ខ្លួនបាត់បង់ចំនួនប្រមាណ 10,000 នាក់ពិតប្រាកដនោះទេប៉ុន្តែចារកម្មរបស់ពួកបច្ចេកទេសនិងវិជាសាស្ត្រសិក្សាសង្គ្រាមមើលឃើញថាទ័ពរបស់អ៊ុយក្រែនអាចស្លាប់ពី 75,000 នាក់ទៅ 10,000 នាក់បើធៀបនឹងកងទ័ពរុស្ស៊ីអ្នកជំនាញមើលឃើញថារុស្ស៊ីបាត់បង់ទ័ពក្នុងសង្គ្រាមរបស់ខ្លួននៅលើទឹកដីអ៊ុយក្រែននេះយ៉ាងមហាធំធេងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី 2 មហាអំណាចនេះលើកទ័ពដំបូងដើម្បីវាយយករដ្ឋធានីនៃប្រទេសអ៊ុយក្រែនគឺរដ្ឋធានីគីវសន្យាថានឹងវាយយកឲ្យបានរដ្ឋធានីមួយនេះត្រឹមសង្គ្រាម 7 ថ្ងៃឬរយៈពេល 2 សប្តាហ៍ប៉ុន្តែទីបំផុតកងទ័ពរុស្ស៊ីរុលទៅដល់ក្បែរនឹងទីក្រុងគីវទៅហើយដល់សល់តែ 60 គីឡូម៉ែត្រទៀតប៉ុន្តែត្រូវបានកងទ័ពអ៊ុយក្រែនទប់ជាប់ជាមួយនឹងជំនួយសព្វវុធរបស់សហរដ្ឋអាមេរិកអង់គ្លេសនិងពួកបច្ចេកទេសបាញ់កំទេចរថក្រោះរថពាដៃរបស់រុស្ស៊ីឆេះតាមដងផ្លូវរាប់រយគ្រឿងវាស្ទប់កងទ័ពរុស្ស៊ីទៀតផងដែលធ្វើឲ្យរុស្ស៊ីសម្រាប់បោះបង់ចោលតំបន់ភាគខាងជើងអ៊ុយក្រែនហើយត្រឡប់ចូលតំបន់ដុនបាសវិញកងទ័ពអ៊ុយក្រែនបានសម្រុកវាយដេញទ័ពរុស្ស៊ីធ្លាយរហូតដល់តំបន់ដុនបាសនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនជាពិសេសគឺខេត្តដូណេកនេះមិនទាន់ធ្លាក់នៅក្នុងដៃរបស់កងទ័ពរុស្ស៊ីនៅឡើយនោះទេអ៊ុយក្រែននៅក្នុងការដឹកនាំរបស់លោកប្រធានាធិបតី Volodymyr Zelensky បានថ្លែងថានៅក្នុងខេត្តដូណេករុស្ស៊ីដាក់ផែនការចាប់យកឲ្យបានប្រមាណយ៉ាងធ្ងន់ធ្ងរលោកពូទីនត្រូវតែធ្វើខ្លួនឆ្ពោះទៅរកការចរចាសន្តិភាពឡើងវិញជាមួយនឹងអ៊ុយក្រែនយ៉ាងណាបើទោះជាមិនអាចចាប់យកបានខេត្តដូណេកនិងទីក្រុងប៉ូក្រូសដោយផែនការដែលបានដាក់ចុះនេះលោកពូទីននៅតែប្រាប់អ៊ុយក្រែនថាបើអ៊ុយក្រែនត្រូវការសន្តិភាពពីរុស្ស៊ីនឹងប្រកល់ឲ្យភ្លាមឲ្យតែអ៊ុយក្រែនលះបង់ចោលតំបន់ដូណេកនិងតំបន់ដូកាន់នៅក្នុងតំបន់ដុនបាសឲ្យខ្លាយទៅជាដែនដីរបស់រុស្ស៊ីគឺរុស្ស៊ីព្រមភ្លាមមួយរំពេចនៃការផ្ដល់សន្តិភាពទៅឲ្យអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថ្លែងដោយសច្ចាថាលោកបដិញ្ញាមិនឲ្យទឹកដីរបស់អ៊ុយក្រែនជ្រុងណាមួយធ្លាក់នៅក្នុងដៃស្របច្បាប់របស់អ្នកឈ្លាន
នពាននោះទីសូម្បីតែជ្រុយអបធិគ្រីមៀអតីតដែនដីរបស់អ៊ុយក្រែនដែលរុស្ស៊ីយកបាននៅក្នុងឆ្នាំ2014ដោយសារតែការកាត់ជ្រៀតទឹកដីជាប់ទន្លេខាដោយអតីតប្រធានាធិបតីអ៊ុយក្រែនសម័យនោះក៏អ៊ុយក្រែនមិនដែលទទួលស្គាល់ថាជ្រុយអបធិគ្រីមៀជាដែនដីស្រោចជាប់របស់រុស្ស៊ីម្ដងណានោះទីលោកសេឡិនស្គីបានថ្លែងថារុស្ស៊ីដាក់ផែនការចង់បានតំបន់ដុនបាតដែលមានផ្ទៃដី 53,000 គីឡូម៉ែត្រក្រឡានោះជាដែនដីរបស់ខ្លួនដូចនឹងជ្រុយអបធិគ្រីមៀសម្រាប់អ៊ុយក្រែនមិនអាចទៅរួចនោះទេជាពិសេសគឺលោកជាប្រធានាធិបតីគ្មានបុព្វសិទ្ធិគ្មានឯកសិទ្ធិពិសេសណាសម្រាប់ថាដីតំបន់ដុតបាសឬដីណាក៏ដោយជារបស់អ្នកឈ្លានពាននោះទេលោកឡូឌីមីសេឡាន់ស្គីថ្លែងថាលោកជាប្រធានាធិបតីប៉ុន្តែលោកអត់មានសិទ្ធិកាត់ជ្រៀតទឹកដីទៅឲ្យអ្នកឈ្លានពាននោះទេព្រោះរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនមិនបានផ្ដល់បុព្វសិទ្ធិប្រធានាធិបតីមានសិទ្ធិចោទលេខាកាត់ជ្រៀតទឹកដីណាមួយទៅឲ្យសត្រូវឈ្លានពានរបស់ខ្លួននោះទេលោកសេឡិនស្គីបានថ្លែងថាលោកសុខចិត្តធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីមហាអំណាចធំបំផុតនេះរហូតដល់ដំណាក់កាលចុងក្រោយ